អត់ទេ1 5000ឥឡូវពីរហ្នឹងពូឲ្យតែ6000ឯងលក់អត់ អេពីរណាពូអត់10000ទៅពូ 10000ចុះបើពូស្ទើរលុយដែរពូចាក់សាំងមកឆ្ងាយណាពូឡើងពីពេញមកអស់សាំងចាក់ឡើងអស់$100 ពូអត់ទេខ្ញុំខឹង ហើយបើខឹងធ្វើមិនពូចុះហើយចុះបើក្មួយអត់ចុះហងពូមិនខឹងក្មួយដែរ បើពូអាចចូលមួយខ្ញុំចុះ ឥឡូវពីរហ្នឹង3000 5000ទៅពូ ពីរ5000ណា បើពូអាចចូលមួយ5000 អាមួយនេះ5000អានេះ1000តែពូលក់ឲ្យក្មួយវិញហើយក្មួយយកទៅលក់វិញទៅ អីយ៉ាប់កាលហ្នឹងអត់លេងលក់1000តែម៉ាក់ខ្ញុំអត់លក់1000ហ្នឹង តែញ៉ៃពូទិញឲ្យ50000អត់ទេឥឡូវពាក់អញ្ចឹងទៅស្អាតឃើញទេឃើញពាក់ស្អាតឥឡូវពាក់ឲ្យពូវិញតែពាក់ឲ្យស្អាតអូខេសប្បាយចិត្តទេបង សប្បាយចិត្ត បងធ្វើទៀតបងធ្លាប់គិតថាកូនបងដល់ថ្នាក់សម្ដេចស្គាល់ចឹងអត់ អត់ដែរ ខ្ញុំអត់ដែរគិតទេបង បងនៅនេះធ្វើការអីគេដែរ ខ្ញុំមុខរបរខ្ញុំអត់ជាងទៅបងជួនកាលខ្ញុំទៅរកបេះផ្សិតជួនកាលខ្ញុំទៅរកកាត់ឆ្នាំលក់ឲ្យគេបាទកាត់ឆ្នាំដើម្បីគេជួនកាលមកប្រហែល2 30000អញ្ចឹងកូនគាត់ជួយគាត់ឃើញឪពុកហត់គាត់ជួយលក់ការលក់អីអញ្ចឹងទៅបាទ បាទសូមគ្រប់បងប្អូនដែលកំពុងតាមដានទស្សនានៅក្នុង page ខ្ញុំបាទតាវ៉ាន់ចលឹមទាំងនៅក្នុងនិងក្រៅស្រុកបាទឥឡូវនេះខ្ញុំបានមកជួបជាមួយនឹងបងប្រុសបងស្រីដែលត្រូវជាម្ដាយឪពុករបស់ក្មួយស្រីតីបាទដែលកំពុងតែល្បីនៅក្នុង Facebook ហើយត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនផុសនៅក្នុង page របស់គាត់កាលពីព្រឹកមិញបងបានដឹងអត់ ដឹង បាទសប្បាយចិត្តទេបង សប្បាយចិត្ត ខ្លាំងទៅធ្វើទៀត បងធ្លាប់គិតថាកូនបងដល់ថ្នាក់សម្ដេចស្គាល់ចឹងអត់ អត់ដែរ ខ្ញុំអត់ដែរគិតទេបងអត់ដែរគិតថាមានថ្ងៃហ្នឹងទេបង បាទ តែមានថ្ងៃហ្នឹងរំភើបខ្លាំង មើលទៅគាត់ប្រកែនិយាយអញ្ចឹងតាំងពីអាយុប៉ុន្មានមក និយាយទៅតាំងពីគាត់ដឹងក្តីមកគាត់ចូលចិត្តនិយាយច្រើនហ្មង ក្មួយដើរលក់ផ្កានឹងយូរនៅ យូរ ប្រហែលឆ្នាំហើយ4ឆ្នាំហើយ តាំងបងដែរ អូអញ្ចឹងមានន័យថាពេលដើរលក់ហ្នឹងលក់មិនមែនក្មួយលក់តែឯងទេបងក៏លក់ដែរបងលក់ដាច់ជាងឬក៏ក្មួយលក់ដាច់ជាង ខ្ញុំលក់ដាច់ជាង មិនបានលក់ដាច់ជាងមាន លក់ដាច់រហូត លក់ដាច់រហូតគឺមានបច្ចេកទេសលក់មិនឲ្យភ្ញៀវចូលចិត្តណោះ តពូឯងចង់ដឹងពូអាចសួរម៉ាក់ខ្ញុំក៏ដឹងដែរ អូម៉ាក់គាត់មានបច្ចេកទេសលក់ឲ្យដាច់ដែរអញ្ចឹងម៉ាក់ប្រាប់ថាមិនឲ្យលក់ហ្នឹង អត់ឲ្យលក់ឲ្យយើងលក់ដែរ លក់ហ្នឹងភាគច្រើនលក់ថ្ងៃណា លក់ពេលស្អាតពេលអី ពេលស្អែកអញ្ចឹងហ្នឹងមិនអត់លក់អញ្ចឹង យ៉ាងហ្នឹងក៏លក់ដែរ អូឥឡូវគេពងលក់ផ្កាតាមិននិយាយឲ្យពូទិញមើល អត់ហ៊ានજાયទេ អត់ទេនិយាយមកពូចង់ឥឡូវពូចង់ទិញផ្កាក្មួយមួយម៉ានថ្លៃម៉ាន តាមពូ ចុះបើពីរ ពី10000 ចុះខ្លះអត់ឥឡូវ6000ម៉ាន ម៉ា អ ក់ ត់ ថាម៉ាក់ក៏លក់ដែរ ឥឡូវ6000លក់អត់ លក់ពូ ពីរហ្នឹង6000លក់ ពីហ្នឹង6000លក់ទេ មិនអញ្ចឹងអត់តដល់ដើមហ៎ 6លក់ 6000ពីរលក់ 6000លក់ អត់ទេ1 5000ឥឡូវពីរហ្នឹងពូឲ្យតែ6000ឯងលក់អត់ អេពីរណា មិន ពូអត់10000ទៅពូ 10000ចុះបើពូស្ទើរលុយដែរពូចាក់សាំងមកឆ្ងាយណាពូឡើងពីពេញមកអស់សាំងចាក់ឡើងអស់$100ហើយឥឡូវពូសល់តែប៉ុណ្ណឹងសល់តែ6000ពូមក ខ្ញុំទុកលុយដែរណា ហើយចុះបើពូមិនទិញធ្វើម៉េចចុះមានលក់ដាច់ថ្ងៃហ្នឹងអត់មានភ្ញៀវមកហ្នឹង ពូអត់ទេខ្ញុំខឹង ហើយបើខឹងធ្វើម៉េចពូចុះ ខ្ញុំចុះតា ចុះសល់ប៉ុន្មានឡើយមិននិយាយគ្នាឲ្យច្បាស់ហើយចុះសល់ប៉ុន្មានពីរហ្នឹង បើពូអាចចូលមួយខ្ញុំចុះ យកមួយចុះសល់ប៉ុន្មាន ម៉ាក់ក៏លក់ដែរ 1 5000អញ្ចឹងពូឲ្យ2000លក់អត់ អេ2000លក់អេ5000ទៅពូ ពីរ5000ណា បើពូអាចចូលមួយ5000 អត់ទេពូអត់មានលុយឥឡូវហ្នឹងពូមានតែ6000ពូចង់ទិញពីរឥឡូវចេះហ្មងទៅពូទិញពីរពូឲ្យក្មួយមួយពូយកតែមួយឯងអញ្ចឹង6000លក់អត់ 6000ពូអាចចូលមួយក៏លក់ដែរ ពូយកតែមួយប៉ុន្តែមួយទៀតពូទិញឲ្យក្មួយអាមួយនេះ5000អានេះ1000តែពូលក់ឲ្យក្មួយវិញហើយក្មួយយកទៅលក់វិញទៅ អីយ៉ាប់កាលហ្នឹងអត់លេងលក់1000តែម៉ាក់ខ្ញុំអត់លក់1000ហ្នឹង អត់លេងមិនចុះពូសួរទិញមែនតែមានលេងណា តែម៉ាក់ខ្ញុំអត់លក់1000ហ្នឹង តែឥឡូវចេះហ្មងឥឡូវឲ្យពូទាំងពីរ6000ហ្នឹងចាំពូផ្ញើលុយតាមវិញឲ្យណោះ ពូអាចអត់ផ្ញើឲ្យខ្ញុំខឹង ហើយបើខឹងធ្វើម៉េចបើពូទៅបាត់ហើយហ្នឹង ពូអាចអត់មកវិញខ្ញុំខឹង ហើយខឹងទៅធ្វើម៉េចបើពូរើពូមិនឃើញណោះ តែខ្ញុំដឹងខ្ញុំទឹកតាមយកលុយទៅបាន អីជិះទៅបំពេញអស់លុយច្រើនណាស់ណាតែឥឡូវតែញ៉ៃពូទិញឲ្យ50000អូខេ50000ពូក្មួយឆ្លាញ់មួយណាពីនេះឆ្លាញ់មួយនេះហ៎ចឹងឆ្លាញ់មួយនេះពូពាក់ឲ្យក្មួយអានេះពាក់ចឹងទៅស្អាតឃើញទេឃើញពាក់ទៅស្អាតអត់លើពាក់ឲ្យពូវិញតែពាក់ឲ្យស្អាតអូខេចុះពេលគេទិញផ្ការួចគេចង់ទៅលេងកន្លែងណាស្អាតអីក្មួយណែនាំគេថាម៉េច កន្លែងរូបបេះដូងអីមែន ហ្នឹងហើយកន្លែងរូបបេះដូងហ្នឹង អាហ្នឹងពូអាចបកទៅក្រោយវិញពូ ទៅក្រោយមានរូបបេះដូង បាទ ចុះបើឃើញតាយាយអីឲ្យគាត់ទិញអត់បើគាត់អត់សូវមានលុយ បើយាយយើងថាយាយ យាយ បើតាយើងថាតា តែសូមឲ្យគាត់ទិញអត់បើឃើញគាត់រៀងចាស់ហើយអត់សូវមានលុយអញ្ចឹង
បាច់ឲ្យគាត់ទិញទេណោះពួកគាត់ពាក់គាត់អត់សូវស្អាតដែរគាត់ចាស់ហើយណោះចុះបើក្មេងៗប៉ុនក្មួយអី អត់លក់អី អត់លក់អីមិន បើគាត់អត់មានលុយក្តាស់5000 មិនដែលក្មេងគេនៅភ្នំពេញគេមានក្រដាស់1000គេមានក្រដាស់5000គេមានក្រដាស់10000ទេណោះ អាហ្នឹងទីហ្នឹងអាហ្នឹងថ្លៃម៉ាក់ឲ្យ យកមកឲ្យក៏គេយកមកទិញផ្កាបានដែរចុះផ្កាក្មួយពាក់ក្មេងក៏ពាក់បានដែរតានេះឃើញក្មេងពាក់ស្អាតអត់ អត់ឆ្អាតទេ ចុះធំទៅចង់ធ្វើការអីគេ ធំឡើងខ្ញុំមិនចេះធ្វើការ បើ បើខ្ញុំអត់ទាន់ចេះកខ ឥឡូវក្មួយរៀនកខពីឥឡូវទៅធំទៅក្មួយចេះកខចូលធ្វើការបានដែរត្រូវអត់ តែខ្ញុំមិនទាន់ចេះដែរ អត់អូប្រុងតែដេពងធ្វើការរោងចក្រស្គាល់ភូមិឃុំខ្លួនឯងអត់នៅរងថ្ងៃនេះនៅស្រុកអីគេខេត្តអីគេ នឹងខែកំពង់ស្ពឺឯង ពងស្ពឺភូមិអី ខ្ញុំមិនដឹងដែរ ឃុំអី តែសុំមកខ្ញុំ ស្រុកអី តែជុំ ស្រុកភ្នំស្រួយបង ស្រុកក្នុងព្រួយ ខេត្តកំពង់ស្ពឺ បាទ ឃុំចំបក់ អូខេពាក់ព័ន្ធមួយក្មួយស្រីគាត់អាយុបាន4ឆ្នាំមក បាទ4ឆ្នាំ 4ឆ្នាំមើលទៅគាត់ប្រកែនិយាយអញ្ចឹងតាំងពីអាយុប៉ុន្មានមក និយាយទៅតាំងពីគាត់ដឹងក្តីមកគាត់ចូលចិត្តនិយាយច្រើនហ្មង និយាយច្រើន ចា ឃើញញបងពេលនិយាយច្រើនពេក ពេលខ្លះធុញដែរតម្លុតឲ្យអញ្ចឹងទៅស្ងាត់មាត់តិចទៅសួររហូតតួពីនេះពីនោះអញ្ចឹងទៅ បាទគាត់តែចំណុចល្អរបស់គាត់គឺគាត់ទៅជួយលក់ ចា គាត់ក្មេងប៉ុន្តែគាត់ប្រកែគាត់ចេះលក់ គាត់ជួយលក់គាត់ចង់បានគាត់ឃើញគេលើគាត់អត់បានទេគាត់ចង់រកទៅបានដូចគេ ចេះប្រឡងប៉ុណ្ណឹងគេមិនឲ្យចាញ់គេអញ្ចឹងទៅ ចា បាទហើយជាការលំបាករបស់បងនៅក្នុងជីវភាពប្រចាំថ្ងៃនេះពិបាកមិនទៅបងនៅដៃពិបាក បាក់កំណាយយើងជីវភាពយើងវាខ្វះខាតអញ្ចឹង បន្តិចបន្តួចហ្នឹងពេលខ្លះអាចដាច់មិនមែនថាដាច់ឲ្យរាល់ថ្ងៃពេលខ្លះដាច់បន្តិចបន្តួចដែរមិនមែនថាអត់បាទពេលខ្លះដាច់ចឹងក៏សល់តែ3 4 5ពាន់ហ្នឹងក៏ចិត្តដាច់ពីមាត់រត់ក៏ឲ្យកូនហូបនំឬក៏ហូបអីផ្សេងគាត់ចង់បានចឹងណាបងបាទហ្នឹងពេលខ្លះខ្ញុំជប់ចិត្តអត់ខ្លួនឯង អត់មានភ្ញៀវយើងលក់អត់ដាច់ទេដែរ ហ្នឹងពេលខ្លះអត់មានលក់អត់បានបាទហើយបើឲ្យថាឲ្យខ្ញុំទៅបង្ខិតបង្ខំកូនឲ្យទៅលក់មិនមែនទេគឺចិត្តគាត់ចង់ទៅលើខ្លួនឯងបាទគឺគាត់លើខ្លួនឯងទេពេលខ្លះខឹងយើងមិនត្រូវការឲ្យគាត់គាត់ខឹងយើងទៀតបាទមិនត្រូវការគាត់លក់គាត់ខឹងយើងបាទ ហើយលក់មកហ្នឹងគឺលុយមូលមកជូនបងហ្មង បាទបានទាំងអស់ឲ្យម៉ែឪពុកទាំងអស់ហើយសុកចិត្តសុំតែ500ទៅហូបនំវិញ បាទណាបងណា បាទហើយគាត់លក់ការបើមុខមាត់គាត់គឺតែប៉ុណ្្នឹងទេសម្ដីសម្ដៅគាត់គឺតែអញ្ចឹងគាត់ធ្វើរបៀបថាកំសត់បន្តិចរស់រាយបន្តិចផ្អែមល្ហែមបន្តិចដើម្បីតាក់ទាញឲ្យការគាត់ដាច់ បាទ អញ្ចឹងខ្ញុំមានមោទនភាពនឹងកូនខ្ញុំគឺប៉ុណ្្នឹងបាទ បងមានបរៀនគាត់អត់ ខ្ញុំអត់បានរៀនទេបង អីណា បាទអត់បានរៀនទេគឺដោយគំនិតគាត់គិតខ្លួនគាត់តែម្ដងបាទហើយគាត់អត់មានតបានចូលរៀនទេ បាទអត់តន់គ្រប់អាយុដែរ បាទអត់តគ្រប់អាយុទេបាទ បើចូលរៀនក៏ហើយឆ្លាតដែរបងស្រី បាទ អូខេហ្នឹងហើយទៅសារគាត់ហើយក៏ត្រេកអរដែលគាត់នៅក្នុងព្រៃប៉ុន្តែចៃដន្យបាទភ័ព្វវាសនារបស់បងប្អូនស្រីបាទត្រូវបានបងប្អូនប្រកបបាទហើយគាត់បញ្ចេញនូវសមត្ថភាពការលក់ដូររកស៊ីចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារគាត់ក្នុងគ្រួសាររបស់គាត់ឥឡូវនេះសម្ដេចតេជោហ៊ុនសែនបានផុសនៅក្នុង page បាទអារម្មណ៍របស់ពុកម្ដាយបងប្រុសគាត់ទឹកភ្នែកលីងលង ខ្ញុំដឹងនិយាយថាមិនដល់ពេលរំភើបពេកនិយាយថាមិន បាទ មានតែជូនពរគាត់សុខភាពល្អអនាគតឲ្យគាត់សុខចិត្តគាត់អាយុវែងហើយបានយូរ បាទរំភើបមួយបងដែរ ហើយបងប្អូនដែលគ្រប់គ្រងនៅក្នុងហ្នឹងក៏ខ្ញុំជូនពរឲ្យសុខភាពល្អទាំងអស់គ្នាដែរបងខ្ញុំអត់មានអីទេ អរគុណច្រើនបងណាអរគុណជូនពរបងសំណាងល្អទាំងអស់គ្នាបងបាទជំរាបលាបងបាទ